បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូបាទអញ្ចឹងវីដេអូនេះគឺល្អសម្រាប់លោកគ្រូអ្នកគ្រូដែលមិនមានកុំព្យូទ័រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬក៏អត់ចេះប្រើប្រាស់កុំព្យូទ័រក៏មានតែទូរស័ព្ទដៃក៏លោកគ្រូអ្នកគ្រូអាចបង្កើតនៅអឺបានសរសើរជាទម្រង់បែបនេះបានដែរបាទឥឡូវខ្ញុំ បាទខ្ញុំមានបានសរសើរដែលមានគំរូបាទច្រើនណាមានគំរូច្រើនបែបនេះអញ្ចឹងលោកគ្រូអ្នកគ្រូស្រឡាញ់បែបណាលោកគ្រូអ្នកគ្រូអាចជ្រើសរើសយកមួយដើម្បីអឺ ប្រើប្រាស់បានភ្លាមៗលោកគ្រូគ្រាន់តែប្រើទូរស័ព្ទដៃឬក៏កុំព្យូទ័រក្នុងរយៈពេល5នាទីថា5នាទីទៅចុះបាទក្នុងការវាយបញ្ចូលនៅព័ត៌មានសិស្សមួយចំនួនហើយប្រព័ន្ធយើងខ្ញុំនឹងgenerate មកដោយស្វ័យប្រវត្តិអញ្ចឹងណាបាទនេះនេះក៏ស្អាតម្យ៉ាងដែរព្រោះមាន background ព្រាលនៅខាងក្រៅអញ្ចឹងទៅបាទហើយលក្ខណៈពិសេសរបស់បានសរសើរឬក៏លិខិតសរសើរសម្រាប់ទៅកាន់ប្រធានថ្នាក់ប្រធានក្រុមប្រឹក្សាអីហ្នឹងឬក៏ជាចំណាត់ថ្នាក់លោកគ្រូអាចធ្វើបានហើយលក្ខណៈពិសេសរបស់បានសរសើរហ្នឹងគឺលោកគ្រូអាចដាក់នៅអឺ watermark គេហៅអក្សរនៅខាងក្រោយណាបាទដាក់ទៅក៏ស្អាតហើយមួយទៀតគឺមាននៅ QR code ឬលោកគ្រូចង់ដក QR code នោះចេញក៏បានដែរមិនដាក់ក៏បានដែរគាត់តែខ្ញុំផ្ដល់មុខងារមួយថា scan ទៅនឹងបង្ហាញថាបានហ្នឹងគឺស្តង់ដារតែប៉ុណ្្នឹងឯងបាទតែបើអត់ប្រើទេក៏ដកចេញទៅបាទបាទអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវលោកគ្រូមកមើលប្រព័ន្ធបង្កើតនៅ QR code ទាំងអស់គ្នាហើយមានតែទូរស័ព្ទដៃឬក៏កុំព្យូទ័រគឺលោកគ្រូអាចធ្វើបានពេលវេលាបន្តិចញ៉ុចហ្នឹងអាចធ្វើបានភ្លាមរយៈពេល5នាទីបាទអញ្ចឹងដើម្បីចូលទៅប្រើ website ហ្នឹងបានអញ្ចឹងលោកគ្រូចូលទៅកាន់អឺចូលទៅកាន់ website របស់ខ្ញុំបាទអញ្ចឹង langdevy.apps.online បាទលោកគ្រូគ្រាន់តែសរសេរប៉ុណ្្នេះមកសេប៉ុណ្្នេះមកហើយលោកគ្រូចុច enter ទៅឬទូរស័ព្ទដៃលោកគ្រូធ្វើដូចគ្នាដែរណាបាទទូរស័ព្ទដៃក៏ធ្វើបែបនេះដែរអញ្ចឹងមាន website មួយចំនួនបាទហើយលោកគ្រូចង់ប្រើអាចចូលមកមើលបានបាទអញ្ចឹងលោកគ្រូត្រូវជ្រើសរើសយក website អឺបានសរសើរឆ្លាតវៃចុចទៅលើបានសរសើរឆ្លាតវៃហ្នឹងទៅបាទអញ្ចឹងបើកវាទៅបាទនេះគឺជា website សម្រាប់បង្កើតនៅប័ណ្ណសរសើរបាទអញ្ចឹងលោកគ្រូអាចជ្រើសរើសនៅ mode បានច្រើនប្រភេទបានណាបើសិនបើគ្រូស្រឡាញ់មួយណាអាចជ្រើសរើសយក mode មួយហ្នឹងយកទៅប្រើប្រាស់បានភ្លាមបាទឧទាហរណ៍ថាខ្ញុំចង់បាច់ចង់បានតែមួយនេះបាទខ្ញុំចុចលើវានឹង demo ឲ្យយើងនៅខាងនេះណា preview ឲ្យយើងមើលអញ្ចឹងលោកគ្រូត្រូវបំពេញព័ត៌មានមួយចំនួនដូចជាឈ្មោះមន្ទីរឬក៏ការិយាល័យឈ្មោះសាលារៀនតួនាទីអ្នកសាស្ត្រដូចជានាយកនាយិកាសាលាអ្នកសរសើរអញ្ចឹងទៅហើយលោកគ្រូចង់បង្កើតបានសម្រាប់សិស្សលេខ1ដល់លេខ5ឬក៏បង្កើតតែបានលើកទឹកចិត្តអរគុណសិស្សថ្លែងអំណរគុណអញ្ចឹងណាលើកទឹកចិត្តប្រធានថ្នាក់អនុប្រធានអញ្ចឹងទៅបាទអញ្ចឹងបើសម្រាប់សិស្សបកែលេខ1ដល់លេខ5លោកគ្រូអាចជ្រើសរើសបានសិក្សាឆ្នើមហើយបញ្ចូលព័ត៌មានសិស្សទៅលោកគ្រូអាចបង្កើតបានពីម្នាក់រហូតដល់6នាក់ក្នុងពេលម្ដងណាបាទអញ្ចឹងខ្ញុំបង្កើតតែម្នាក់ខ្ញុំយកម្នាក់បើបង្កើតឧទាហរណ៍មួយថ្នាក់ហ្នឹងលេខ1ដល់លេខ5នាក់ខ្ញុំយកលេខ5ហើយយើងវាបញ្ចូលព័ត៌មានរបស់សិស្សទី1បន្តមកទៀតចុចលើសិស្សទី2វាបញ្ចូលអស់ហើយចុចលើសិស្សទី3អញ្ចឹងណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំបង្កើតតែ2នាក់សិនទេខ្ញុំថាខ្ញុំបង្កើត2នាក់អញ្ចឹងឈ្មោះសិស្សឈ្មោះអីគេឧទាហរណ៍ថាគាត់ឈ្មោះថាអឺបាទគាត់ឈ្មោះឃើញវា demo ឲ្យមើលភ្លាមបាទភេទរបស់គាត់អាចជ្រើសបានបាទភេទស្រីគឺវានឹងចេញស្រីឡើយនេះហើយថ្ងៃខែឆ្នាំកណាឧទាហរណ៍ថា10កញ្ញា2010បាទហើយជាសាធារណៈទីម៉ែនឧទាហរណ៍9កហើយគាត់ជាប់លេខម៉ែនលេខ1អញ្ចឹងចុះបាទអញ្ចឹងវានឹងបង្ហាញភ្លាមហើយកន្លែងដាក់ថាប្រចាំខែឬក៏ដូរប្រភេទនេះយើងដូរអីគេទៅជាអីគេប្រចាំឆ្នាំមាសត្រីមាសឬក៏ប្រចាំឆ្នាំដល់ឆ្នាំសិក្សាបាទ2025ដកមួយមក2026បាទអញ្ចឹងនេះឃើញវាចេញឲ្យភ្លាមហើយផ្នែកខាងក្រោមលោកគ្រូចង់ឲ្យបង្ហាញអីគេបានឃើញឯកភាពនាយកឬក៏នាយិកាបាទឬក៏បានឃើញឯកភាពនាយកសាលាចេះទេបាទបែបនេះបាទហើយឈ្មោះគ្រូបន្ទប់ថ្នាក់លោកគ្រូអាចដាក់បានភ្លាមអញ្ចឹងទៅឧទាហរណ៍ថាបាទឧទាហរណ៍ណាឃើញទេភ្លាមតែម្ដងហើយអញ្ចឹងរួចមួយបាទលោកគ្រូបញ្ចូលព័ត៌មានសិស្សទី2បាទជាសិស្សទី2ឈ្មោះអីគេឧទាហរណ៍បាទភេទរបស់គាត់ហើយថ្ងៃខែឆ្នាំកំណើតរបស់គាត់បាទទី9កអញ្ចឹងគាត់ជាប់លេខ2ឧទាហរណ៍ណាគាត់ជាប់លេខ2ហើយ
ឆ្នាំសិក្សាដូចគ្នាមិនកែទេប៉ុណ្ណឹងលោកគ្រូហើយ2នាក់បាត់ហើយឃើញទេបំភ្លេតទេឃើញបាទនៅខាងលើបាទមន្ទីរអប់រំមន្ទីរអប់រំយុវជននៅកីឡាខេត្តបាត់ដំបងយើងទៅហើយសាលាអីគេបាទហើយយើងដាក់មកនាយកសាលាបាទអញ្ចឹងឃើញរួចរាល់បានសរសើរយើងបានបង្កើតក្នុង template ហ្នឹងយើងសរសើរបានសិស្សដល់ទៅ2នាក់បាទហើយលោកគ្រូអត់ថាអត់ពេញចិត្តនៅរូបរាងបានមួយនេះទេលោកគ្រូអាចដូរទៅជារូបរាងផ្សេងបាទដែលជ្រើសគ្រាន់តែចុចចេះមកព័ត៌មានដែលយើងបានបញ្ចូលគឺអត់បាត់បង់ទេបាទវានឹងរក្សាទុកធម្មតាឃើញទេបាទស្រឡាញ់បែបមានផ្ទៃខាងក្រោយមាន2រូបដែរបាទហើយនៅពេលដែលរួចហើយអស់លោកគ្រូអូសមកក្រៅមកបាទមុខងារមួយទៀតលោកគ្រូអាចបន្ថែម QR code គ្រាន់តែគ្រីសមកវានឹងបង្ហាញ QR code នៅខាងនេះដោយស្វ័យប្រវត្តិបាទហើយលោកគ្រូចង់ដាក់ watermark គឺអាផ្ទៃខាងក្រោយដាក់អនុវិទ្យាល័យអីទៅបាទលោកគ្រូ tick នៅកន្លែងនេះមួយទៀតណាហើយលោកគ្រូដូរពីកន្លែង watermark របស់ខ្ញុំនេះលោកគ្រូដូរទៅជាអ្វីដែលលោកគ្រូចង់បង្ហាញនៅខាងក្រៅម្ដងបាទខ្ញុំដាក់ឈ្មោះសាលាហើយមើលទៅវាធំពេកអញ្ចឹងលោកគ្រូព្រមវាតូចណាហើយភាពញឹករបស់វានេះព្រមតិចដែរណាហើយកម្ពស់របស់វាព្រមតិចដែរណាបាទមើលទៅវារៀងស្មុកចូលគ្នាមើលមកស្អាតបាទមើលមកស្អាតបាទប៉ានេះចុះហើយបើលោកគ្រូគឺចង់ដូរពណ៌អក្សរក៏បានធ្វើឲ្យអក្សរនឹងtrade តាម degree បាទឧទាហរណ៍ខ្ញុំចង់បានបាសឡើងទៅលើទៀតបាទខ្ញុំយកអានេះទៅហើយបើយើងចង់ឲ្យវាកដាលគ្រូមើល0 degree ទៅណាបាទអញ្ចឹងខ្ញុំឲ្យវាបាសដូចមិញបន្តិចមើលទៅវាស្អាតភ្នែកជាងហើយនៅពេលដែលរួចរាល់អស់លោកគ្រូអូសមកក្រោមមកហើយយកកន្លែងនេះបើលោកគ្រូចង់ទាញយកជារូបភាពចុចកន្លែងទាញយករូបភាពបើលោកគ្រូចង់បានជា file រួមគ្នាលោកគ្រូថាទាញយកជា PDF ចុច PDF ហ្នឹងមកគឺរងចាំវាមក template វានឹងទៅ download នៅបាននោះឲ្យយើងរួចរាល់តែម្ដងបាទអញ្ចឹងនេះជាលទ្ធផលដែលយើងបានធ្វើចុចលើវាទៅបាទនេះគឺជាបានសរសើររបស់យើងបាទយើងបានធ្វើរួចហើយរួចរាល់ហើយអញ្ចឹងនៅពេលដែលលោកគ្រូអឺ scan បាទវានឹងបង្ហាញថាបានសរសើរនេះគឺស្តង់ដារអញ្ចឹងទៅហើយនេះសិស្សទី2ហើយនេះសិស្សទី1ហើយយកទៅព្រីនបានធម្មតាបាទអរគុណច្រើនជ្រាបលា